សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះចង់មកធ្វើវីដេអូឡើងវិញខានធ្វើវីដេអូយូរហើយដោយសារជាប់រវល់នឹងការងារហើយនឹងជាប់រវល់នឹងជីវិតផ្ទាល់ខ្លួនផងហើយមួយរយៈនេះខ្ញុំរវល់ទៅដើរទៅរត់ផ្សេងៗដើម្បីស្រាវជ្រាវមើលថារត់ផ្សេងៗហ្នឹងមានលក្ខណៈយ៉ាងម៉េចដែរដោយសារតាំងពីខ្ញុំមកអាមេរិកហ្នឹងគឺខ្ញុំនៅតែរដ្ឋ California ទេអញ្ចឹងថ្ងៃនេះក្នុងវីដេអូនេះខ្ញុំនឹងមកនិយាយពីការរស់នៅក្នុងរដ្ឋ Californiaអូខេបើសិនជាអ្នកទាំងអស់គ្នាធ្លាប់មើលវីដេអូខ្ញុំអ្នកទាំងអស់គ្នានឹងដឹងហើយថាខ្ញុំនឹងនៅរដ្ឋ California ហ្នឹងបានប្រហែលជា6ឆ្នាំហើយឥឡូវហ្នឹងហើយបើសិនជាអត់ធ្លាប់មើលទេស្វាគមន៍ទាំងអស់គ្នាខ្ញុំឈ្មោះមេលីងខ្ញុំចូលចិត្តធ្វើវីដេអូតាក់ទងជាមួយនឹងការរស់នៅក្នុងប្រទេសអាមេរិកហើយនឹងព័ត៌មានផ្សេងៗដើម្បីចែករំលែកឲ្យអ្នកទាំងអស់គ្នាដឹងហើយមូលហេតុដែលខ្ញុំមកនិយាយពីរដ្ឋ California ហ្នឹងគឺដោយសារខ្ញុំបានទៅដើរទៅរដ្ឋផ្សេងៗហើយក៏មានចំណាប់អារម្មណ៍ថាចង់រើចេញទៅនៅរដ្ឋផ្សេងអញ្ចឹងណាអញ្ចឹងហើយថ្ងៃនេះខ្ញុំនឹងនិយាយពីចំណុចល្អខ្លះៗនៅក្នុងរដ្ឋ California ហើយនឹងចំណុចដែលវាមិនមែនជាចំណុចអាក្រក់ទេតែគ្រាន់តែវាជាចំណុចដែលធ្វើឲ្យខ្ញុំនឹងលែងចង់នៅរដ្ឋហ្នឹងអញ្ចឹងរដ្ឋ California ហ្នឹងគឺជារដ្ឋមួយដែលធំហើយល្បីក្នុងចំណោមរដ្ឋផ្សេងៗនៅក្នុងប្រទេសអាមេរិកហ្នឹងហើយរដ្ឋ California ហ្នឹងគឺមានប្រជាជនរស់នៅច្រើនហើយមូលហេតុដែលមានប្រជាជនរស់នៅច្រើនហ្នឹងគឺដោយសារវាមានអាកាសធាតុល្អហើយមានចម្រុះពូជសាសន៍ច្រើនមានអាស៊ី community គឺធំហើយម្ហូបអាហារអីគឺអត់ខ្វះទេចង់បានម្ហូបអាស៊ីមានម្ហូបអាស៊ីចង់បានម្ហូបថៃម្ហូបកូរ៉េម្ហូបអាមេរិកម្ហូបអាកៀងម្ហូបអីគឺមានគ្រប់សពគឺនិយាយទៅវាសម្បូរបែបហើយមួយទៀតអ្វីដែលល្បីហ្នឹងគឺ Hollywood អ្នកដែលមកហ្នឹងគឺដូចថាអត់ខ្វះកន្លែងដើរលេងទេនិយាយទៅមានភ្នំមានអាកាសធាតុល្អមានជាសមុទ្រនិយាយទៅគឺមានគ្រប់សពអញ្ចឹងហើយបានធ្វើឲ្យរដ្ឋ California ហ្នឹងគឺជារដ្ឋមួយដែលមានប្រជាជនរស់នៅច្រើនខ្លាំងអូខេអញ្ចឹងខ្ញុំនៅរដ្ឋ California ហ្នឹងបានប្រហែលជា6ឆ្នាំហើយតំបន់ខ្លះៗដែលខ្ញុំធ្លាប់រស់នៅហ្នឹងគឺតំបន់ Alhambra តំបន់ Long Beach ហើយនឹងLos Angeles ផ្ទាល់ហ្នឹងមក Alhambra ហ្នឹងគឺនិយាយទៅនៅក្នុង Southern California ខ្ញុំនៅ Southern California អញ្ចឹង California ហ្នឹងវាមាន Southern California និង Northern California Northern California ហ្នឹងគឺជាកន្លែងដែលមាន San Francisco អីចឹងទៅអញ្ចឹងពីកន្លែងខ្ញុំជិះទៅ San Francisco ប្រហែល6ម៉ោងអីចឹងមុនពេលដែលខ្ញុំមកអាមេរិកខ្ញុំអត់ដឹងទេខ្ញុំគិតថានៅរដ្ឋមួយអីចឹងវានៅចិត្តគ្នាដូចយើងនៅខ្មែរយើងនៅពេញយើងជិះទៅផ្សារថ្មីទៅអីចឹងវាចិត្តគ្នាតែនេះអត់ទេរដ្ឋគេហ្នឹងគឺវាធំណាស់ចង់ទៅពីមួយកន្លែងទៅមួយកន្លែងទៀតគឺជិះឡានចំណាយពេលយូរអីចឹងហើយកន្លែងដែលខ្ញុំធ្លាប់នៅហ្នឹង Alhambra ហ្នឹងគឺសម្បូរសាសអាស៊ីសម្បូរចិនមានចិនច្រើនហើយអត់ខ្វះឯសាចិនអីចឹងបើនៅ Long Beach គេថាសម្បូរខ្មែរហ្នឹងហើយមានខ្មែរច្រើននៅ Long Beach ហ្នឹងគឺថាមានផ្សារខ្មែរមានអីចឹងប៉ុន្តែគ្រាន់ថាក៏មានសាសខ្មៅច្រើនដែរអញ្ចឹងទៅនៅពេលដែលមានសាសខ្មៅច្រើនវាអាចធ្វើឲ្យតំបន់ខ្លះវាអត់សូវមានសុវត្ថិភាពហើយនៅក្នុងទីក្រុង Los Angeles ហ្នឹងគឺចម្រុះតែម្ដងគឺវាថាវានៅកន្លែងកណ្ដាលអញ្ចឹងគឺមានពួកសមានខ្មៅមាន Mexican មានអាស៊ីមានអីចឹងទៅវានិយាយទៅគឺចម្រុះអូខេនេះគ្រាន់តែជា background ដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងថានៅក្នុង Southern California ហ្នឹងវាមានតំបន់ផ្សេងៗគ្នាអីចឹងទៅគេចំណុចល្អដែលធ្វើឲ្យរដ្ឋ California ហ្នឹងគឺតាក់ទាញធ្វើឲ្យមានមនុស្សចង់រស់នៅច្រើនគឺអាកាសធាតុនៅ California ហ្នឹងគឺល្អបើប្រៀបធៀបជាមួយនឹងរដ្ឋផ្សេងណាដូចថារដ្ឋខ្លះធ្លាក់ទឹកកកធ្លាក់ព្រិលអីចឹងទៅនៅ California ហ្នឹងគឺបើសិនជាខែល្ងាក៏អត់សូវល្ងាខែក្តៅក៏មិនសូវក្តៅហ្មងដែរគឺនិយាយទៅល្មមភាគច្រើនគឺអ្នកដែលគាត់មកពីខ្មែរអីចឹងឬក៏អ្នកដែលមកពីប្រទេសណាដែលអត់សូវជាអីចឹងគឺមក California ហ្នឹងគឺស្រួលមែនតើដោយសារល្ងាក៏អត់សូវល្ងាខ្លាំងហើយអត់មានបាច់ពិបាកធ្លាក់ព្រិលធ្លាក់ទឹកកកអីទេមុនខ្ញុំមកអាមេរិកហ្នឹងខ្ញុំនិយាយថាសម័យចង់ទៅនៅកន្លែងធ្លាក់ទឹកកកធ្លាក់ព្រិលអីចឹងប៉ុន្តែអត់ស្រួលទេអ្នកទាំងអស់គ្នានៅពេលដែលធ្លាក់ព្រិលធ្លាក់ទឹកកកហ្នឹងបើកឡានក៏ពិបាកវាល្អិលហើយនិយាយទៅគឺការងារច្រើនខ្ញុំអត់ធ្លាប់ទៅរស់នៅកន្លែងធ្លាក់ព្រិលអីចឹងទេប៉ុន្តែខ្ញុំក៏អត់មានចំណាប់អារម្មណ៍ថាចង់ទៅនៅកន្លែងធ្លាក់ព្រិលអីដែរព្រោះថាវាពិបាកហើយនៅពេលដែលល្ងាហ្នឹងគឺក៏វាពិបាកធំដែរល្ងាខ្លាំងក៏ពិបាកក្តៅខ្លាំងក៏ពិបាកអញ្ចឹង California ហ្នឹងគឺជារដ្ឋមួយដែលធ្វើឲ្យមនុស្សជាច្រើនចង់មករស់នៅដោយសារ
ខែល្ងាអត់សូវល្ងាខ្លាំងទេល្មមវាធ្លាក់ល្ងាដល់ធំ8 9អង្សាអីចឹងណាពេលខ្លះអាចល្ងាជាងនឹងតិចតែគ្រាន់ថាតទៅពេលយប់มันធ្លាក់ល្ងាខ្លាំងអីចឹងហើយពេលថ្ងៃអីចឹងបើថ្ងៃអីទៅអត់សូវល្ងាទេហើយបើខែក្តៅវិញខែក្តៅមានថ្ងៃខ្លះក្តៅខ្លាំងដែរប៉ុន្តែគ្រាន់ថាបើប្រៀបធៀបនឹងរដ្ឋផ្សេងរដ្ឋ California ហ្នឹងគឺជារដ្ឋមួយដែលមានអាកាសធាតុដែលល្អហើយក្រៅពីមានអាកាសធាតុល្អហ្នឹងគឺមានតំបន់អាទេសភាពអីស្អាតច្រើនមានភ្នំមានសមុទ្រនិយាយទៅគឺស្អីក៏មានដែររបៀបថាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តឡើងភ្នំ hiking អីចឹងមាន hiking មានអ្នកខ្លះគាត់ចូលចិត្តចង់ទៅសមុទ្រទៅលេងសមុទ្រ weekend ចុងសប្តាហ៍អីចឹងគឺទៅលេងសមុទ្រហើយបើសិនជាអ្នកខ្លះគាត់ចូលចិត្តទៅដើរលេងបែបtheme park ដូចទៅDisneyland Universal Studio អីហ្នឹងអាហ្នឹងក៏មាន Hollywood និយាយទៅមានរបស់លេងច្រើនហើយ visible បែបហើយសម្រាប់ម្ហូបវិញគឺថាសម្បូរបែបដូចគ្នាចង់បានម្ហូបចិនមានម្ហូបចិនចង់បានម្ហូបកូរ៉េមានម្ហូបកូរ៉េជប៉ុនថៃម្ហូបអាកាំងម្ហូបអាស៊ីម្ហូបអឺរ៉ុបនិយាយទៅគឺសម្បូរបែបអ្នកទាំងអស់គ្នាចូលចិត្តម្ហូបអីមានជម្រើសឲ្យរើសហើយមានច្រើនបើប្រៀបធៀបជាមួយនឹងរដ្ឋខ្លះគឺសម្បូរតែអាហារអឺរ៉ុបដូច American food អីចឹងទេបើមិនជាយើងដូចខ្ញុំអញ្ចឹងខ្ញុំចូលចិត្តតែម្ហូបអាស៊ីអញ្ចឹងទៅរដ្ឋខ្លះវារៀងពិបាកដោយសារបើមិនជារដ្ឋហ្នឹងអត់សូវមានអាស៊ីរស់នៅច្រើនគឺគេអត់សូវមានជាម្ហូបអាស៊ីដែរអញ្ចឹងណាចឹងគឺរដ្ឋ California ហ្នឹងគឺស្អីក៏មានដែរហើយនៅពេលដែលមានមនុស្សរស់នៅច្រើនអញ្ចឹងការងារបើមិនជាអ្នកទាំងអស់គ្នាត្រូវការរកការងារអីហ្នឹងក៏អាហ្នឹងក៏វាដូចថារៀងស្រួលរហូតជាងបើមិនជាប្រៀបធៀបទៅរដ្ឋផ្សេងរដ្ឋខ្លះគាត់អត់សូវមានមនុស្សនៅការងារក៏រៀងពិបាករកអីចឹងទៅតែនិយាយទៅខ្ញុំគិតថាការងារវាតាក់ទងវាស៊ីសងទៅលើថាយើងហ្នឹងរកការងាររបៀបម៉េចហើយនឹង qualification យើងផងអីផងវានិយាយទៅការងារខ្ញុំគិតថាបើមិនជាអ្នកទាំងអស់គ្នាចង់ធ្វើគឺអត់ខ្វះមនុស្សនៅ California ហ្នឹងគឺឲ្យតែថាព្រមធ្វើគឺភាគច្រើនមានការងារធ្វើអូខេអញ្ចឹងខ្ញុំគិតថាចំណុចដែលខ្ញុំនិយាយមិញហ្នឹងគឺជាចំណុចខ្លះដែលធ្វើឲ្យមានមនុស្សច្រើនចង់មករស់នៅក្នុងរដ្ឋ California ហ្នឹងប៉ុន្តែនៅក្នុងរដ្ឋ California ហ្នឹងវាមិនមែនមានតែចំណុចល្អហ្នឹងទេចំណុចដែលថាពិបាកផលវិបាកហ្នឹងក៏វាមានច្រើនដែរអញ្ចឹងផលវិបាកទី1គឺថ្លៃចំណាយស្នាក់នៅនៅ California ហ្នឹងគឺថ្លៃមែនតើអ្នកទាំងអស់គ្នាបើប្រៀបធៀបជាមួយនឹងរដ្ឋផ្សេងខ្ញុំនឹងប្រៀបធៀបឧទាហរណ៍រដ្ឋ Texas សាំងណាបើសិនជាអ្នកទាំងអស់គ្នាទៅចាក់សាំងនៅរដ្ឋ Texas 1 gallon នៅនេះគេគិត1 gallon ទៅប្រហែល$2អីចឹងឯងបើនៅ California គឺ$5ចឹងគឺនិយាយទៅវាគុណទាំងពីរថ្លៃចំណាយអីផ្សេងក៏ថ្លៃជាងដែរថ្លៃផ្ទះបើសិនជាអ្នកទាំងអស់គ្នាជួលផ្ទះនៅនេះ one bed one bath មួយកន្ទប់ហើយនឹងកន្ទប់គេងមួយហើយនឹងកន្ទប់ទឹកមួយហ្នឹង apartment យ៉ាងហោចណាស់ខ្ញុំគិតថា average ឥឡូវហ្នឹងវាចិត្តប្រហែលជាខ្ទង់និយាយទៅបើសិនជាចង់នៅកន្លែងរៀងគ្រាន់បើតំបន់រៀងល្អដែរខ្ញុំគិតថាយ៉ាងហោចណាស់ក៏ប្រហែល$2000ដែរហើយបើសិនជាយើងទៅនៅរដ្ឋផ្សេងឧទាហរណ៍រដ្ឋ Texas រដ្ឋហ្នឹងបើសិនជាយើងទៅនិយាយទៅ space ដូចគ្នាមួយកន្ទប់ដូចគ្នានៅរដ្ឋ Texas ហ្នឹងប្រហែលជាតែ$1200អីចឹងឯងអញ្ចឹងគឺថ្លៃចំណាយនៅរដ្ឋ California ហ្នឹងគឺវាខ្ពស់ខ្លាំងហើយបើទិញផ្ទះគឺមានអារម្មណ៍ថា impossible ហ្មងនៅរដ្ឋ California បើសិនជាអ្នកទាំងអស់គ្នាអត់មានដល់1លានទេគឺពិបាកនឹងទិញផ្ទះហើយវាមាន down payment ដែរដូចថាការបង់រំលោះបង់អីចឹងប៉ុន្តែបើសិនជាយើងអត់មានលុយខ្លះទៅបង់ពេលដំបូងហ្នឹងគឺវាពិបាកយើងអត់អាចមានសមត្ថភាពនិយាយទៅគឺវានឹងពិបាកដែលថាមានសមត្ថភាពទៅទិញផ្ទះនៅ California ហ្នឹងព្រោះថាទិញផ្ទះហ្នឹងគឺវាអាស្រ័យទៅលើតំបន់ទៀតព្រោះថានៅនេះបើសិនជាយើងទិញអត់ត្រូវតំបន់អត់ល្អវាធ្វើឲ្យដូចថាវាអត់សុវត្ថិភាពឬក៏សាលាអត់ល្អអីចឹងទៅអញ្ចឹងគឺសំខាន់មែនតើគឺទិញហ្នឹងគឺទីតាំងតំបន់របស់យើងហ្នឹងគឺត្រូវតែល្អហើយនៅពេលដែលយើងចង់បានតំបន់និងទីតាំងល្អវាថ្លៃតាមហ្នឹងហើយរដ្ឋ California ឥឡូវផ្ទះភាគច្រើនគឺបើសិនជាអត់មានក្បែរលានទេគឺมันអាចទិញបានទេហើយបើទិញផ្ទះក្រុម1លានអីចឹងគឺភាគច្រើនប្រហែលជានៅកន្លែងឆ្ងាយឬក៏កន្លែងតំបន់អត់សូវល្អអីចឹងទៅតែបើប្រៀបធៀបទៅខាងរដ្ឋផ្សេងរដ្ឋភាគច្រើនគឺផ្ទះគេ3កន្ទប់អីចឹងត្រឹមដូចថាកន្លះលាន50,000អីគឺទិញបានហើយចឹងណាហើយបើសិនជានៅរដ្ឋដែលល្ងាខ្លាំងធ្លាក់តកកធ្លាក់ព្រិលទៀតអាហ្នឹងផ្ទះកាន់តែថោកទៀតចឹងដោយសារនៅ California ហ្នឹងអាកាសធាតុល្អសម្បូរបែបចឹងវាធ្វើឲ្យផ្ទះហ្នឹងក៏ថ្លៃតាមនឹងដែរហើយសម្រាប់ថ្លៃចំណាយផ្សេងហ្នឹងក៏វាខ្ពស់តាមនឹងដែរនៅពេលដែលយើងមានចំណូលអីចឹងគឺយើងត្រូវការបង់ពន្ធថ្លៃតាមនឹងដែរនៅរដ្ឋផ្សេងរដ្ឋខ្លះអត់មានត្រូវការបង់ពន្ធអីទេអត់មាន income tax ទេ
ឧទាហរណ៍ដូចជារដ្ឋ Texas រដ្ឋ Nevada នៅខាង Vegas Florida អីហ្នឹងគឺរដ្ឋអស់ហ្នឹងគឺមិនបាច់បង់ពន្ធទេនៅពេលដែលមាន income អីចឹងណាប៉ុន្តែគេមានពន្ធផ្សេងទៀតនិយាយទៅមានពន្ធច្រើនតែនៅរដ្ឋ California ហ្នឹងគឺមានពន្ធច្រើនហើយពន្ធថ្លៃទៀត income tax ស៊ីសងទៅលើចំណូលអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នារកបានតិចយើងបង់រៀងតិចដែរបើសិនជារកបានកាន់តែច្រើនគឺtax ហ្នឹងគឺកាន់តែខ្ពស់ពី 6% ទៅ 13% អ្នកដែលរកលុយបានកាន់តែច្រើនបង់តាក់កាន់តែច្រើនកាលហ្នឹងអញ្ចឹងណាអញ្ចឹងគឺវាធ្វើឲ្យពិបាកនៅក្នុងការសំលុយដើម្បីទៅទិញផ្ទះឬក៏សំលុយដើម្បីទិញរបស់របរអីផ្សេងអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យការរស់នៅហ្នឹងវាពិបាកដែរដោយសាររកលុយមកដើម្បីទៅបង់ពន្ធទេវាពិបាកនឹងធ្វើឲ្យយើងហ្នឹងសល់លុយអីចឹងណាហើយបន្ទាប់ពីថ្លៃចំណាយខ្ពស់បង់ពន្ធក៏ខ្ពស់នៅមានចំណាយអីផ្សេងទៀតហ្នឹងគឺចំណាយថ្លៃ insurance ឡានថ្លៃ insurance ទេហើយហ្នឹងគឺភាគច្រើនថ្លៃជាងនៅរដ្ឋផ្សេងទៀតហើយរដ្ឋ California ហ្នឹងគឺវាមានបញ្ហាមួយហ្នឹងគឺបញ្ហា wildfire អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាតាមដានព័ត៌មានអ្នកទាំងអស់គ្នាដឹងហើយថានៅរដ្ឋ California ហ្នឹងម្ដុំ Los Angeles ហ្នឹងគឺតែមានភ្លើងឆេះព្រៃមួយដែលធំដែលធ្វើឆេះនិយាយទៅគឺឆេះសាហាវឆេះឡើងប្រហែលជា2អាទិត្យអីដូចជាប្រហែល2អាទិត្យអីបានគេផលិតអស់ហើយខ្ញុំនឹងនៅម្ដុំនឹងដែរនឹងហើយបើអ្នកទាំងអស់គ្នាធ្លាប់មើលព័ត៌មានដឹងហើយថាភ្លើងឆេះព្រៃហ្នឹងវាជាបញ្ហាមួយអញ្ចឹងនៅពេលដែលមានកត្តាធម្មជាតិអញ្ចឹងទៅវាធ្វើឲ្យ insurance ផ្ទះអីចឹងគឺឡើងថ្លៃដែរហើយ insurance គឺមានពិបាករកដែរដោយសារនៅពេលដែលផ្ទះខូចខាតអីចឹងគឺ insurance គាត់ពិបាកសងអីចឹងណាអញ្ចឹងទៅផ្ទះនៅនេះវាថ្លៃទៀតអញ្ចឹងនៅពេលដែលយើងរកបាន insurance មួយគឺថ្លៃមែនតើអញ្ចឹងបើនិយាយឲ្យសរុបទៅគឺថានៅរដ្ឋ California ហ្នឹងគឺជារដ្ឋមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាគួរចង់នៅដោយសារមានអាកាសធាតុល្អមានសម្បូរបែបមានម្ហូបអីច្រើនប៉ុន្តែវាក៏ជាមូលហេតុមួយដែលធ្វើឲ្យថ្លៃចំណាយអីផ្សេងហ្នឹងគឺវាខ្ពស់ហើយថ្លៃអញ្ចឹងណាហើយវាធ្វើឲ្យពិបាករស់នៅដោយសាររបស់របរអីក៏ថ្លៃយើងដូចថាតែធ្វើការយើងខំធ្វើការហើយយើងអត់មានបានសូវសល់លុយអីទេដោយសារយើងត្រូវបង់ថ្លៃចំណាយស្នាក់នៅនឹងថ្លៃហើយយើងត្រូវបង់តាក់ថ្លៃទៀតអញ្ចឹងវារៀងពិបាកដែរអញ្ចឹងបន្ទាប់ពីរស់នៅក្នុងរដ្ឋ California ហ្នឹងអស់6ឆ្នាំហើយឥឡូវហ្នឹងខ្ញុំនិងគ្រួសារខ្ញុំហ្នឹងវាថាចាប់ផ្ដើមចង់ពិចារណាចង់ទៅរស់នៅរដ្ឋផ្សេងរដ្ឋ California ហ្នឹងគឺល្អអាកាសធាតុល្អមានសម្បូរបែបម្ហូបអីក៏និយាយទៅខ្ញុំចូលចិត្តនៅរដ្ឋហ្នឹងខ្ញុំអត់មានបញ្ហាអីផ្សេងក្រៅពីថ្លៃចំណាយថ្លៃពេកទេនិយាយទៅគឺថ្លៃចំណាយហ្នឹងវាបើសិនជាយើងទៅធ្វើការហើយយើងនៅរស់អីចឹងអាហ្នឹងបានអញ្ចឹងប៉ុន្តែបើសិនជាយើងចង់ទិញផ្ទះឬយើងចង់សំលុយឲ្យបានសល់ច្រើនជាងហ្នឹងអីចឹងវារៀងពិបាកបើសិនជាយើងគ្រាន់តែរស់នៅដែលថាអូខេជួលផ្ទះគេឬក៏អីចឹងអាហ្នឹងអូខេយើងអាចរស់នៅបានតែក៏រៀងពិបាកដែរដោយសារថ្លៃចំណាយហ្នឹងវាថ្លៃពេកអញ្ចឹងខ្ញុំហ្នឹងឥឡូវហ្នឹងគឺជាមួយគ្រួសារខ្ញុំពិចារណាចង់ទៅនៅរដ្ឋផ្សេងហើយខ្ញុំអត់ទាន់ដឹងថាទៅនៅរដ្ឋណាទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមើលវីដេអូហ្នឹងនៅក្នុងអាមេរិកដែរហើយនៅរដ្ឋផ្សេងអ្នកទាំងអស់គ្នាជួយ comment ប្រាប់ខ្ញុំផងថាអ្នកទាំងអស់គ្នានៅរដ្ឋណាហើយយ៉ាងម៉េចដែរនៅរដ្ឋហ្នឹងហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាមានរដ្ឋដែរអ្នកទាំងអស់គ្នាដូចថា recommend ឲ្យខ្ញុំទៅ check មើលឬក៏ទៅរស់នៅរដ្ឋណាដែលល្អអ្នកទាំងអស់គ្នាចូលចិត្តអ្នកទាំងអស់គ្នាជួយប្រាប់ខ្ញុំផងឥឡូវហ្នឹងតាមពិតទៅខ្ញុំកំពុងតែពិចារណាទៅរដ្ឋ Texas តែគ្រាន់ថាក៏អត់ទាន់ច្បាស់ដែរអញ្ចឹងថ្ងៃនេះចង់ធ្វើវីដេអូហ្នឹងហើយចែកម្លែកពីចំណុចខ្លះនៅរដ្ឋ California ហើយក៏ចង់សុំអ្នកទាំងអស់គ្នាជួយ comment ប្រាប់ខ្ញុំផងថានៅរដ្ឋអីដែលល្អគួរឲ្យរស់នៅអីចឹងណាបើនិយាយទៅខ្ញុំអត់ចង់ទៅរស់នៅរដ្ឋធ្លាក់តកកធ្លាក់ផលអីទេវាខ្ញុំគិតថាវាពិបាកហើយខ្ញុំក៏អត់សូវចូលចិត្តល្ងាអីចឹងដែរខ្ញុំចូលចិត្តរដ្ឋណារៀងអត់សូវល្ងាខ្លាំងអញ្ចឹងបាននៅរដ្ឋ California ដល់ឥឡូវប៉ុន្តែបើសិនជាធ្លាក់ផលអីតិចតួចអូខេហើយមួយទៀតហ្នឹងចំណុចសំខាន់មួយទៀតគឺសម្បូរអាស៊ីខ្ញុំចូលចិត្តមានម្ហូបអាស៊ីមានភាសាអាស៊ីអញ្ចឹងណាហើយមួយទៀតហ្នឹងគឺផ្ទះបើសិនជាមានផ្ទះរៀងល្មមអត់សូវថ្លៃហើយមានតំបន់ល្អស្ងាត់ស្អាតនិយាយទៅអ្នកទាំងអស់គ្នាដឹងហើយគឺយើងចង់ទៅនៅរដ្ឋណាដែលរបៀបថាសុខភាពល្អអត់សូវថ្លៃហើយមានអាកាសធាតុល្អអញ្ចឹងទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដឹងរដ្ឋណាដែលគួរចង់រស់នៅអញ្ចឹងជួយ comment ប្រាប់ខ្ញុំផងហើយបើអ្នកទាំងអស់គ្នាឆ្ងល់មានសំណួរអីតាក់ទងនឹងរដ្ឋ California អ្នកទាំងអស់គ្នាអាច comment ខ្ញុំនឹងឆ្លៀតពេលធ្វើវីដេអូផ្សេងទៀតដើម្បីចែករំលែកជាបទពិសោធន៍ប្រាប់អ្នកទាំងអស់គ្នា